ก็ช่วยគ្រប់គ្រងបទកម្មនេះដូចគ្រប់គ្រងគុណខ្មែរភាសាគាត់ដាក់បដាអញ្ចឹងណាបងក៏អរគុណអតិជនគាត់ចូលមកឆ្លាមមករាល់ថ្ងៃចានៅឆ្ងាយយកមកយូរម្ដងនៅចិត្តហ្នឹងក៏ចូលរាល់ថ្ងៃថ្ងៃ2កែវ1កែវហាងកាហ្វេតើយើងដាក់ចិត្តបានយើងបើកបានបើយើងបើកតាមអារម្មណ៍មិនកើតទេបងបាទនេះគឺស្ថិតនៅក្នុងតំបន់មួយនៃខណ្ឌកំពតរាជធានីភ្នំពេញគឺគេអញ្ជើញបានថាផ្លូវវត្តភ្នៀតបងប្អូនបាទគេកាត់នៅមុខវត្តភ្នៀតតែម្ដងបាទវៀងឡើងទៅកាន់តំបន់ភ្នំបាសិទ្ធបាននៅជាប់ទល់មុខនឹងបរិយាគារឈីលីមបាទនេះគឺជាតាំងហាងកាហ្វេដំបូងរបស់អ្នកបដាគុណខ្មែរលំដាប់ប្រទេសថាបឺតសង្ឃឹមបាទបឺតសង្ឃឹមគាត់បានបើកដំណើរការហាងកាហ្វេផ្ទាល់ខ្លួនរបស់គាត់ដោយបាទគេថាទុកធ្វើឲ្យទីនេះឲ្យភរិយារបស់គាត់មើលការខុសត្រូវលក់ដូរនៅក្នុងហាងនេះហើយភរិយារបស់គាត់បានលើកឡើងថាហាងកាហ្វេនេះគឺថាបើកដំណើរការបានមួយរយៈពេលខ្លីហើយក៏ប៉ុន្តែក៏ទទួលបានការគាំទ្រពីអតិថិជនច្រើនគួរឲ្យគាត់សម្គាល់ដែរបាទអតិថិជនភាគច្រើនគឺជា fan គុណខ្មែរជាពិសេសគឺអ្នកគាំទ្ររបស់បឺតសង្គមផ្ទាល់តែម្ដងដែលបានធ្វើឲ្យថាអ្នកស្រីសប្បាយរីករាយដោយមានសន្ទុះនៃការគាំទ្របែបនេះហើយក៏ការរៀបចំហាងនៅពេលបច្ចុប្បន្នក៏មិនទាន់ថាសម្រាប់បាត់ទាំងស្រុង 100% ដែរបាទគឺលក់បណ្ដាបាទតបតែងកែលម្អបន្ថែមបន្ថយបណ្ដាអញ្ចឹងទៅហើយក៏រំពឹងថានឹងមានការគាំទ្រកាន់តែច្រើនទៀតពីអតិថិជនជាពិសេសគឺអ្នកគាំទ្រគុណខ្មែរតែម្ដងបាទគាត់ក៏អរគុណទៅដល់អតិថិជនគ្រប់គ្នាដែរដោយចាត់ទុកថាការគាំទ្រមកលើហាងកាហ្វេរបស់គាត់ហ្នឹងក៏ជាការផ្ដល់នៅបាទក្តីសង្ឃឹមក៏ដូចជាថាកម្លាំងចិត្តមួយសម្រាប់ពួកគាត់នៅក្នុងការអភិវឌ្ឍជីវភាពមួយផ្នែកទៀតដែរទៅលើរបបបច្ចុប្បន្នដែលប្តីគាត់ប្រឡូកក្នុងជីវិតគុណខ្មែរតែបើថាការឡើងលើសង្វៀនយើងអាចដឹងថាអាយុកាលនៃការប្រកួតនឹងថាបានយូរអង្វែងកម្រិតណាទេដូច្នេះការត្រៀមលក្ខណៈនៅក្នុងការបង្កើតអាជីវកម្មដើម្បីផ្សែផ្សំប្រភពចំណូលបន្ថែមហ្នឹងវាគឺជារឿងដែលចាំបាច់ដែលគាត់ត្រូវពុះពៀហើយភៀវគាត់ជួយគ្រប់គ្រងច្រើនមានមួយថ្ងៃពេលខ្លះក៏អាចបាននឹង30 40 50កែវទៅតាមថ្ងៃអញ្ចឹងណាបងហ្នឹងហើយហើយបងប្អូនគាត់ជីកាត់អញ្ចឹងគាត់ខ្លះក៏គាត់ហ៊ានចូលខ្លះក៏ហ៊ានចូលបើតាមគាត់ហ៊ានចូលមួយថ្ងៃវាបានច្រើនកែវបាទតែចិនគាត់ជួយគ្រប់គ្រងច្រើនលេខបើខំមើលចាបើខំមើលដល់ពេលគាត់ហ៊ានគាត់ខាច់ថ្លៃគាត់ហ៊ានចូលតែខ្ញុំចង់ប្រាប់តាមវីដេអូហ្នឹងឲ្យថាកាហ្វេខ្ញុំដូចនៅក្រៅដែរអញ្ចឹងកុំខែងហាស្អាតចឹងតែតម្លៃនេះគ្នាទៅបងចាគំនិតអាជីវកម្មនេះយើងកើតមកសន្សំចិត្តយូរថាថ្ងៃណាមួយយើងចង់ចាប់ដើមអាជីវកម្មនេះឬក៏កើតឡើងដោយកត្តាអីចៃដន្យអីទេកត្តាទី1បងអូននេះសម្រាប់អូនដែលអត់មានមុខរបរសោះរយៈពេល10ឆ្នាំចានៅផ្ទះមើលថែកូនចឹងណាបងហើយធម្មតាយើងនៅផ្ទះបងអើយនៅស្រីចាយលុយដែរចឹងណាបងចាចឹងក៏កត្តាខ្ញុំចាយលុយច្រើនកំណត់ពេកលើកំណត់ពេកចាចឹងក៏បាច់កំណត់ថាប្តីសុំហាងកាហ្វេមួយមកប្តីថាច្បាស់អត់ចឹងខ្ញុំធ្លាប់រកស៊ីអីផ្សេងតិចតួចដាក់តែវាអត់ជោគជ័យតែមិនជោគជ័យហាងកាហ្វេហើយនោះស្រឡាញ់តែយើងដាក់ចិត្តដែរហាងកាហ្វេតើយើងដាក់ចិត្តបានយើងបើកបានបើយើងបើកតាមអារម្មណ៍មិនកើតទេបងហើយចឹងយើងដាក់ចិត្តយើងត្រូវដាក់ចិត្តថាយើងបើកហាងកាហ្វេមិនលក់ដាច់ភ្លាមទេចឹងយើងបើកចិត្តយើងធ្វើសុបាយបើកទៅព្រោះយើងអ្នកញ៉ាំកាហ្វេដែរចាចឹងយើងបើកលេងទៅតែខ្ញុំសង្ឃឹមថាបងប្អូនក៏ជួយគ្រប់គ្រងច្រើនព្រោះប្តីខ្ញុំគាត់ជាមនុស្សមហាជនស្គាល់ច្រើនអញ្ចឹងបងប្អូន fan ក៏ជួយគ្រប់គ្រងច្រើនមកឆ្ងាយក៏មានដែរគិតមកវាសាវខ្ញុំនិយាយខ្ញុំសួរ idol អីចឹងណាបងតែមកអត់ចាំ idol level ចា level ហាត់ level ជើងរបួសដែរណារបួសបងរបួសជើងអាចនឹង2ខែអីខ្ញុំគាត់វាយបងហ្នឹងហើយចាខ្ញុំក៏អរគុណអតិជនគាត់ចូលមកឆ្លាមមករាល់ថ្ងៃចានៅឆ្ងាយយកមកយូរម្ដងនៅចិត្តហ្នឹងក៏ចូលរាល់ថ្ងៃថ្ងៃ2កែវ1កែវចាបងចានិយាយទៅអាចថាដោយសារមកផ្នែកកាហ្វេរសជាតិយើងកាយទៅដាក់ក្នុងការឆុងកាហ្វេហើយមួយយ៉ាងក៏ឈ្មោះយើងថាគាត់ឃើញគប់សំទៅនឹងនិមិត្តរូបគាត់នៅក្នុងវិស័យគុណខ្មែរអញ្ចឹងទៅចាបងចាគាត់ជួយគ្រប់គ្រងបទកម្មនេះដូចគ្រប់គ្រងគុណខ្មែរភាសាគាត់ដាក់បដាអញ្ចឹងណាបងបាទអញ្ចឹងហើយគឺមួយយ៉ាងក៏បងឃើញបងប្អូនប្រជាជនខ្មែរអញ្ចឹងគាត់ចង់ឃើញដែរថាឃើញកីឡាករយើងល្បីល្បាញហើយគាត់គិតក្នុងការត្រៀមអាជីវកម្មអីមួយព្រោះជាធម្មតាទេកីឡាយើងនឹងថាអាយុកាលនៃការប្រកួតយើងបានដល់ពេលណាទេបាទជាគំរូមួយល្អសម្រាប់កីឡាករយើងផ្សេងៗទៀតចាបងចាចំពោះការរៀបចំហាងវិញហាក់មកទៅពេលនេះយើង 100% ពេញលេញឬក៏មានការតបតែងឃើញជាងនៅកាត់នេះកាត់នេះបើអត់ទាន់ហើយ 100% ទេចាំបងប្អូនថាបងប្អូនបើកលក់ផ្លូវបើកលក់បដាទៅតិចចឹងណាចាំខ្ញុំបើកផ្លូវការខ្ញុំធ្វើស្អាតខ្ញុំនឹងថតវីដេអូប្រាប់បងប្អូនម្ដងទៀតហើយខ្ញុំអត់ទាន់បើកស្អាតទៅនៅមានបងប្អូនគាត់ទៅចូលគ្រប់គ្រងច្រើនចឹងត្រឹមខ្ញុំបើកស្អាតទៀតគាត់អាចនឹងអង្គុយលេងក្រៅព្រោះវាក្តៅពេកចាសួរអង្គុយពេលខ្ញុំដាក់ស្បូវដាក់អីហើយអាចនឹងបងប្អូនគាត់មកជួយអង្គុយលេងច្រើនគ្រប់គ្រងច្រើនចាបងតិចទៀតខ្ញុំអាចនឹងដាក់បាយសាក់នៅខាងចំហៀងនេះបងហើយខ្ញុំដាក់កង់2គូ
ស្រាប់ឲ្យបងប្អូនគាត់ហាត់សុខភាពម៉ាគាត់មកថតរូបលេងទៅបានអាហ្នឹងជាការគិតរបស់ខ្ញុំដើម្បីតាក់ទាញខ្លួនចាបងហ្នឹងមិនគេហៅធ្វើអ្នកបដាលមានបើសាក់ទុកអីទាត់អីចឹងណាបងចាអរគុណបង បាទនេះគឺជាបាទគំរូដ៏ល្អមួយដែរសម្រាប់បាទកីឡាក៏ដូចជាជាពិសេសកីឡាករគុណខ្មែរតែម្ដងបាទនៅពេលដែលគាត់មានប្រភពចំណូលបាទបានច្រើនបានទៀងទាត់គាត់គិតគូរក្នុងការវិនិយោគទៅលើអាជីពទៅលើមុខរបរបន្តបន្សំបន្ថែមវាគឺជារឿងដ៏ល្អមួយសម្រាប់ការបំរុងទុកទៅថ្ងៃអនាគតបងប្អូនបាទហើយសម្រាប់ប្រិយមិត្តអ្នកគាំទ្រគុណខ្មែរជាពិសេសគឺ fan bird សង្ឃឹមផ្ទាល់តែម្ដងបាទបើសិនជាចង់សាករសជាតិហើយក៏អាចថាធ្វើដំណើរឆ្លងកាត់ផ្លូវពីវត្តភ្នាតបាទចាក់ឡើងទៅខាងតំបន់ភ្នំបាសិទ្ធហ្នឹងបងប្អូនគាត់ថាទៅដល់បរិយាគារឆេញលឹមហ្នឹងបាទគឺចប់នៅប្រផ្លូវតែម្ដងបងប្អូនអាចចូលទៅគាំទ្រក៏ដូចជាសាករសជាតិនៅក្នុងហាងកាហ្វេរបស់ bird សង្ឃឹមបានបាទ AMS Sport ដើម្បីកីឡា